តារាស្រីថៃនៅ Blackpink លីសានេះកំពុងតែត្រូវបានអ្នកគ្រប់គ្រងទូទាំងពិភពលោកកំពុងតែរិះគន់ទូសាច់តែម្ដងរឿងស្លៀកខោខ្លីបញ្ចេញក្បាច់រាំឃើញប្អូនស្រីរបស់ខ្លួនដោយដែលប្រិមត្តបានដឹងរួចទៅហើយថាលីសាគឺជាតារាថៃម្នាក់ដែលត្រូវបានប្រទេសថៃចាត់តាំងថាខ្លាចជាអ្នកដែលប្រម៉ូទទេសចរនៅក្នុងប្រទេសថៃនៅក្នុងពេលថ្មីៗកន្លងទៅនោះតែនៅពេលនេះបែរជាត្រូវបានមហាជនក៏ដូចជាអ្នកគ្រប់គ្រងរិះគន់យ៉ាងចាស់ដៃក្រោយពីបញ្ចេញក្បាច់រាំរបស់ខ្លួនធ្វើឲ្យអ្នកគ្រប់គ្រងនឹកឃើញទៅដល់នៅតំបន់ផាតាយាជាការពិតណាស់មួយរយៈពេលចុងក្រោយនេះគេបានសង្កេតឃើញតារាស្រីលីសាសមាជិកក្រុម Blackpink ហាក់បីដូចជាទទួលបានការរិះគន់យ៉ាងច្រើនណាស់ដែរនៅលើការស្លៀកសម្លៀកបំពាក់របស់នាងប៉ុន្តែនៅក្នុងពេលថ្មីៗនេះការរិះគន់ក៏កាន់តែធ្ងន់ធ្ងរឡើងមួយកម្រិតទៀតហើយដែរក្រោយពីនាងនៅតែបន្តស្លៀកឈុតខ្លីហួសហេតុពេកហើយបញ្ចេញក្បាច់រាំសិចស៊ីតែម្ដងដល់ថ្នាក់បង្ហាញឲ្យឃើញតំបន់ពិសេសរបស់ខ្លួនគឺប្អូនស្រីរបស់នាងហើយនៅក្នុងនោះការរិះគន់ក៏បានផ្ទុះឡើងសារជាថ្មីក្រោយពីមានវីដេអូមួយដែលបានបង្ហាញឲ្យឃើញនាងកំពុងតែសម្ដែងនៅលើឆាកការប្រគំតន្ត្រីជុំវិញពិភពលោក The Deadline របស់ Blackpink នៅ Kaohsiungនេះទឹកដីតៃវ៉ាន់រាប់ជាមួយគ្នាផងដែរនោះនាងបានស្លៀកសម្លៀកបំពាក់ឈុតពណ៌លឿងដែលមានអាវដៃវែងរីឯខោវិញនោះគឺខ្លីកំពិតៗត្រឹមក្រលៀនរបស់គេមិនត្រឹមតែប៉ុណ្ណោះទេគណៈដែលនាងកំពុងតែបញ្ចេញក្បាច់រាំយ៉ាងសិចស៊ីនោះវាបានបង្ហាញឲ្យឃើញពីសកម្មភាពសិចស៊ីហួសហេតុជ្រុលពេកដែលមើលទៅហាក់បីដូចជាមិនគប់ភ្នែកទាល់តែសោះសម្រាប់ទស្សនិកជនស្របជាមួយគ្នានោះផងដែរក្រោយពីคลิปវីដេអូនេះត្រូវបានចែកចាយចែករំលែកនៅលើបណ្ដាញសង្គមទៅមានអ្នកគ្រប់គ្រងជាច្រើនបានចូលទៅបញ្ចេញមតិដោយភាគច្រើនគឺគិតដូចគ្នាថាវាពិតជាហួសហេតុជ្រុលពេកពិតមែនក៏ប៉ុន្តែបើយើងសង្កេតទៅលើតារាស្រីលីសានេះវិញនាងដូចជាមិនខ្វល់ពីការរិះគន់របស់មហាជននោះទេហើយរៀបចំការស្លៀកពាក់ឲ្យបានត្រឹមត្រូវជាងមុននោះសោះលើពីនេះទៅទៀតនោះនាងកាន់តែបញ្ចេញនៅសកម្មភាពសិចស៊ីទៅដោយមិនខ្វល់ដោយមិនខ្មាស់អៀនអ្វីទាល់តែសោះឡើយដូចជាប្រទេសរបស់នាងអញ្ចឹងដោយដែលប្រិមត្តមួយចំនួនបានដឹងរួចទៅហើយថាតារាស្រីលីសានេះត្រូវបានប្រទេសថៃឲ្យប្រម៉ូទតំបន់ទេសចរនៅក្នុងប្រទេសថៃហើយឥឡូវនេះគឺចាប់ផ្ដើមប្រម៉ូទហើយបានគឺប្រម៉ូទនៅតំបន់ផាតាយាតែម្ដងបានអញ្ចឹងខ្ញុំមិនចង់និយាយឲ្យច្រើនទេតាក់ទងទៅនឹងតារាស្រីរូបនេះអញ្ចឹងខ្ញុំក៏សូមបញ្ចប់ព័ត៌មាននេះតែម្ដងបើសិនជាមានការខុសឆ្គងសូមអធិស្ឋាន